យឡើងល្បងជួយផងល្បងមានរឿងអីមានរឿងអីញាតអញសួរឯងមួយមើលមិនក៏ផ្ទះឯងអត់មានមនុស្សនៅអញ្ចឹងណាអូគ្មានរឿងអីធំនំទេប៉ុន្តែមិនបាច់ភ័យទេព្រោះមានអ្នកមកមើលផ្ទះអោយរាល់ថ្ងៃហើយចុះអ្នកណាគេក៏ចិត្តល្អម៉េះមកមើលផ្ទះអោយឯងរាល់តែថ្ងៃហ្នឹងមានអ្នកណាទៀតណាគឺតានីគីម៉ែឪអញគាត់ខ្ចីលុយតានីគីហើយអត់លុយបង់អញ្ចឹងគាត់រត់ទៅធ្វើការនៅភ្នំពេញអស់ទៅហើយអញរត់មកនៅវត្តជាមួយឯងហ្នឹងអូតាមពិតគឺអញ្ចឹងទេប៉ុណ្ណឹងហើយវានៅតែថារឿងតូចតាចទៀតរ៉ៃហើយឆ្កែលូមកពីណាអើយខ្យល់ធ្លាក់លហិទៀតអញព្រឺសម្បល់ខ្ញាក់ហ្មងអញនេះក៏ព្រឺសម្បល់ខ្ញាក់ដែររ៉ៃឯងមើលនោះភ្លើងអីហោះទៅក្បែរលបងវត្តនោះអញមិនដឹងដែរភ្លើងអីហោះនឹងញ៉ាត់ហើយជួយមើលគ្នាភ្លើងអីហ្នឹងចាស់អញនៅធ្វើអីទៀតមិនព្រមរត់ហ្មងទៅពីអ្នកនេះបើវាខ្លាចហើយមិនក៏វាមិនរត់ទៅចាំបាច់ទេទីខ្ញុំថ្មមកពុកក្បាលអញឡើងបាច់ហើយបើវារត់ទៅមិនអីទេពីអ្នកឯងចាំមើលថ្ងៃណាមួយយើងនឹងសងសឹកវិញលបងជួយផងលបងខ្មោចឡើងលបងជួយផងលបងមានរឿងអីមិនក៏រត់មកទាំងទៅហេបទៅហមអញ្ចឹងពីនេះមានរឿងអីគឺអាបណាលបងមិញហ្នឹងខ្ញុំឃើញអាបហោះនៅក្បែរលបងវត្តយើងហើយខ្ញុំភ័យពេកខ្ញុំយកដុំថ្មទាញគប់ហើយខ្ញុំរត់មករលបងហ្នឹងលបងអើយលបងជួយផងលបងប៉ិតមែនហើយលបងមិញខ្ញុំក៏ឃើញដែរណាលបងរយអញិតឯងឈប់ភ័យទៅខ្មោចអាបព្រាយអសូរកាយវាមិនហ៊ានចូលក្នុងវត្តទេវាបានតែហោះក្បែរកលឹងតាមរបងវត្តនឹងវាមិនហ៊ានចូលវត្តទេព្រោះវាខ្លាចបារមីនៅក្នុងវត្តណាអញ្ចឹងឯងឈប់ភ័យទៀតទៅហើយមើលទៅរងងូតទឹកហើយឆាប់ចូលដេកទៅព្រោះស្អែកហ្នឹងក៏បិណ្ឌបាតគេនៅឲ្យភូមិប៉ុយរយនោះហើយភូមិវានៅឆ្ងាយអញ្ចឹងយើងត្រូវតែងើបពីព្រលឹមបន្តិចបិណ្ឌបាតហើយយើងប្រញាប់មកវត្តវិញព្រោះខ្លាចហួសចង្ហាន់ពេលថ្ងៃត្រង់ណាពីនេះកណាលបងមិនក៏ប្រញាប់តែបិណ្ឌបាតណែលបងបើម៉ោងតែ9ហ្នឹងភូមិហ្នឹងវានៅឆ្ងាយអញ្ចឹងបានអាត្មាឲ្យពួកឯងក្រោកពីព្រឹកដើម្បីទៅបិណ្ឌបាតហ្នឹងទម្រាំតែយើងទៅដល់ភូមិហ្នឹងម៉ោងប្រហែលជា7ព្រឹកពេលយើងត្រឡប់មកវត្តវិញខ្ទង់ជាម៉ោង10បានដល់វត្តអញ្ចឹងក៏មកហួសចង្ហាន់ម៉ោង11ណាពីនេះអញ្ចឹងបានអាត្មាឲ្យពីនេះឯងហ្នឹងក្រោកពីព្រឹកដើម្បីទៅបិណ្ឌបាតក៏មកហួសចង្ហាន់ថ្ងៃត្រង់លបងមិនក៏លបងដើរផ្លូវវៀនហ្នឹងលបងអើយខ្ញុំខ្លាចលបងព្រឺសម្បល់ខ្ញាក់ហ្មងលបងរយឯងគិតដូចអញអត់រយអញក៏ព្រឺសម្បល់ខ្ញាក់ដែរអញអត់ដែរហើយលបងមិនក៏លបងនិមន្តដើរផ្លូវហ្នឹងចឹងលបងមកពីផ្លូវហ្នឹងវាចិត្តជាងគេអញ្ចឹងហើយបានអាត្មានិមន្តដើរផ្លូវហ្នឹងឲ្យវាឆាប់ដល់ភូមិអាងឆាប់បានបិណ្ឌបាតឲ្យប្រញាប់មកវិញណាពីនេះប៉ុន្តែលបងថ្ងៃមុនតាប៉ាជិះម៉ូតូកាត់ហ្នឹងខ្មោចលងលបងខ្មោចលងទិញត្រីតាប៉ាថ្ងៃមុនទិញត្រីឲ្យតែស្លឹកឈើលបងអត់ដឹងទេអីលបងថ្ងៃមុនគេនិយាយពេញភូមិពេញស្រុកលបងពិតមែនហើយលបងអត់ដឹងទេអីថ្ងៃមុនតាប៉ាខ្មោចលងនោះតបងអត់ដឹងទេអីអាត្មាដឹងតើពីនេះប៉ុន្តែខ្មោចមិនលងលោកទេពីនេះឯងកុំភ័យអីប៉ុន្តែលបងខ្មោចអត់លងលោកប៉ុន្តែខ្មោចលងបសក់លបងហើយកណាពីអ្នកនេះជាបសក់លបងពីនេះ
ឯងកំភៃទៅជាមួយអាត្មាខ្មោចមិនលងទេព្រោះអាត្មានៅជាមួយ មិនអារុយឯងគិតយ៉ាងម៉េចដែរអញខ្លាចមិនទេរឿងព្រឺសម្បល់ខ្ញាក់អញណែក៏ព្រឺសម្បល់ដែរតែដល់របស់និយាយអញ្ចឹងហើយទៅជាមួយគាត់ទៅប្រហែលជាមិនអីទេដូចរបស់និយាយអញ្ចឹងប្រហែលជាខ្មោចមិនលងលោកទេតែអញ្ចឹងទៅក៏ទៅដែរអញ្ចឹងលបងនៅទីនោះមានផ្ទះមួយលបងអូនោះមានមនុស្សឈរចាំដាក់បាតទៀតលបង អាត្មាឃើញហើយអាពីរអ្នកឯងឃើញទេប្រសិនបើយើងមិននិមន្តដល់ផ្លូវវាងហ្នឹងប្រហែលជាម៉ោង7ទៅម៉ោង8ព្រឹកបានយើងដល់ភូមិឥឡូវឃើញយើងឆាប់ដល់ភូមិទេ ប៉ុន្តែលបងកណាមានអារម្មណ៍ថាព្រឺសបល់ខ្ញាក់មកទេលបងខ្យល់ក៏ធ្លាក់មកលហៀកហើយសំឡេងឆ្កែលូមកពីណាលបងហើយលឺឡើងម្ដងទៀតលបងអីកណាព្រឺសម្បល់លបង ឯងកំភៃអីអាត្មានិយាយហើយថាខ្មោចមិនលងលោកទេហើយនៅតែភ័យទៀតតោះទៅឲ្យលឿនទៅគេនៅចាំដាក់បាតយើងហ៎ ណែអារុយហើយឯងមើលទៅជើងពូនឹងមីងនឹងមិនឃើញអត់អញមើលទៅដូចអត់ឃើញជើងពូនឹងមីងនឹងសោះអញឃើញថាខ្លួនហើយក្បាលអញ្ចឹងឯងមើលទៅឃើញដូចអញអត់ឃើញលោអញមើលទៅវាព្រឺភ្នែកល្ងឹតអារុយឯងជួយមើលអញក៏អត់ឃើញដែរអញឃើញតែខ្លួនឯងក្បាលដូចហេកឯងណាអារុយអញថាខ្មោចលងហើយលបងមុនដល់ទៅទៀតអញថាខ្មោចលង អាពីរអ្នកឯងនៅឈរស្វ័យទៀតយកចានច្រាក់មកយកមកឲ្យគេដាក់សម្ល កណាលបងលបងក្បាលអីនៅក្នុងកញ្ច្រែងលបងក្បាលអីហ្នឹងលបង ខ្មោចអាពីរអ្នកឆាប់រត់អាពីរអ្នករត់ឲ្យលឿន ចាំកណាផងលបងចាំកណាផងយកក្បាលកណា អ្នកណានិយាយអីហ្នឹងអាពីរអ្នក លបងនៅដៃលបងកាន់អីហ្នឹងលបង ខ្មោច លោកបងប្រញាប់ទៅណាមិនក៏មិនយកស្រាក់ទៅផងកូនសេកលបងពីរអ្នកនឹងភ្លេចយកស្រាក់ហើយ អយទៅកូនសេកអាត្មាទៅអយទៅកូនសេកអាត្មាទៅ អាពីរអ្នកកុំរត់លឿនពេកពូហោះតាមមកចង់ទាន់ទេណេះយកស្រាក់ទៅផងកុំអោយបិណ្ឌបាតលើក្រោយអត់មានស្រាក់ ខ្ញុំអត់យកទេហើយស្រាក់នេះខ្ញុំស្រីឲ្យពូហើយពូយកទៅហើយពូទៅវិញទៅ ពូមិនយកទេពូមិនដឹងយកទៅធ្វើអីផង ពូយកទៅធ្វើអីក៏ធ្វើទៅខ្ញុំមិនយកទេខ្ញុំទៅហើយ យីឯងខំចិត្តល្អយកស្រាក់យកមកឲ្យគេហើយតែគេនៅតែមិនយកអញ្ចឹងឯងចំណេញបានស្រាក់មួយដែរចេញលងលើកនេះហាអាពីរអ្នកឯងមើលទៅក្រោយមើលមានឃើញខ្មោចមកតាមមកអាពីរអ្នកឯងមើល អត់មានទេបងអត់មានទេហរ៉ាល់បងបើអញ្ចឹងយើងឈប់នៅទីនេះសិនទៅអាពីរអ្នកអាត្មាក៏ហត់ដែរ
អូហត់អូអូ លោកបងក្រែងលោកបងថាខ្មោចមិនលងលោកទេហើយមិនក៏ឲ្យលោកខ្មោចលងចឹងលោកបង ហាអាថ្មមិនដឹងទេអាថ្មលើលោកគ្រូប្រាប់អាថ្មថាខ្មោចមិនលងលោកទេអញ្ចឹងហើយទើបអាថ្មប្រាប់អាពីរអ្នកឯងអញ្ចឹងដែរនឹង អូចាប់បាត់ហើយរយលោកបងចិត្តលឺតាមគ្រូគាត់ដែរហើយយើងនេះខំតែជឿស្មានថានៅជាមួយលោកហើយខ្មោចអត់លងតាមពិតខ្មោចលងដូចតែគ្នាសោះ តោះអាពីរអ្នកយើងប្រញាប់ទៅវត្តវិញហើយថ្ងៃហ្នឹងខនសេលទៅបិណ្ឌបាតគេមួយថ្ងៃទៅចាំស្អែកចាំទៅបិណ្ឌនៅភូមិផ្សេងវិញ